សួស្តីពុកម៉ែបងប្អូនដែលចូលចិត្តចាំមកស្រែបែបលក្ខណៈគូសាជួបគ្នាសារជាថ្មីទៀតហើយក្នុងវីដេអូនេះខ្ញុំមកធ្វើការអានខមមិនរបស់បងប្អូនផងហ្នឹងហើយមួយទៀតនោះគឺមកប្រាប់ពីអាកាសធាតុនៅស្រុកខ្ញុំនេះមានការប្រែប្រួលហើយខ្ញុំប្រើនៅថ្នាំមួយយ៉ាងដែលជួយការពារពេលដែលអាកាសធាតុប្រែប្រួលណាចើយើងគួរតែប្រើថ្នាំអ្វីអញ្ចឹងមុនខ្ញុំធ្វើការអាននៅខមមិនរបស់គាត់ប៉ុន្តែខមមិនរបស់គាត់នេះរៀងវែងបន្តិចហើយបងប្អូនណាហើយគាត់ខមមិននៅ2វីដេអូដែលគាត់ខមមិននៅក្រោមវីដេអូរបស់ខ្ញុំ2វីដេអូអញ្ចឹងបងប្អូនហើយប៉ុន្តែខមមិនគឺវែងណាបងប្អូនហើយមួយស្លាកសភៅនោះអញ្ចឹងខ្ញុំអានបណ្ដាខ្ញុំឆ្លើយបណ្ដាចំណុចណាដែលខ្ញុំត្រូវឆ្លើយហើយចំណុចណាដែលខ្ញុំត្រូវបដិសេធខ្លះហ្នឹងហើយព្រោះអីគាត់មានចំណុចខ្លះគាត់បានខមមិនទៅមានការលើកដំកើងខ្លួនឯងហ្នឹងហើយអួតបំណត់ខ្លួនឯងចឹងណាហើយប៉ុន្តែគាត់អត់ដឹងថានៅពេលអនាគតនោះកតើវាយ៉ាងម៉េចទេហ្នឹងហើយមិនដឹងថាគាត់នោះចិញ្ចឹមប្រមាណ1000ក្បាលឬក៏ប្រមាណ100ក្បាលទេហ្នឹងហើយប៉ុន្តែក៏សូមអរគុណគាត់ដែលគាត់បានចូលរួមដល់មតិមានចំណុចខ្លះគឺល្អហើយមានចំណុចខ្លះគឺមិនអាចធ្វើតាមគាត់បានទេហើយព្រោះអីបងប្អូនគួរតែដឹងថាសម័យឥឡូវនេះអាកាសធាតុវាប្រែប្រួលអញ្ចឹងបើយើងធ្វើតាមគាត់ទាំងស្រុងនោះអញ្ចឹងវាមិនអាចទទួលបានជោគជ័យទេមួយទៀតនោះគឺអាស្រ័យទៅលើទីតាំងគាត់នោះគាត់ចិញ្ចឹមបែបលក្ខណៈបែបគាត់នោះគាត់ទទួលបានជោគជ័យប៉ុន្តែបើសិនជាទីតាំងផ្សេងធ្វើតាមគាត់នោះអញ្ចឹងវាមិនអាចទទួលបានជោគជ័យទេអញ្ចឹងមានចំណុចខ្លះខ្ញុំធ្វើការអានហើយខ្ញុំយល់ស្របជាមួយនឹងគាត់ហើយមានបែបខ្លះខ្ញុំបដិសេធគាត់មានន័យថាខ្ញុំអានបណ្ដាខ្ញុំឆ្លើយបណ្ដាខ្ញុំមិនអាចអានចប់ហើយធ្វើការឆ្លើយតែម្ដងទេអញ្ចឹងអានបណ្ដាឆ្លើយបណ្ដាដើម្បីកុំឲ្យវីដេអូនេះវាកាន់តែវែងអញ្ចឹងមុនខ្ញុំធ្វើការអានហើយនឹងឆ្លើយតបនៅខមមិនរបស់គាត់នេះអញ្ចឹងសូមបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយចុច Subscribe ចុចមេដៃចុច comment ពាក្យល្អហើយចុចរូបកណ្ដឹងខ្ញុំបាទម្នាក់មួយផងហើយបងប្អូនអាចចូលទៅក្នុង Facebook ជួយចុច follow page របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលចំណេះដឹងផ្សេងៗនិងបទពិសោធន៍ផ្សេងៗដែលទាក់ទងពីការចិញ្ចឹមមាន់ស្រែយើងណាអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំធ្វើការអានសំណួររបស់គាត់សំទោសអានការ comment ឬក៏ការបញ្ចេញមតិរបស់គាត់តែម្ដងទៅកុំឲ្យវីដេអូនេះកាន់តែវែងពេកហ្នឹងហើយសម្រាប់ការបញ្ចេញមតិទី1ហ្នឹងហើយគាត់បានបញ្ចេញមតិនៅក្រោមវីដេអូខ្ញុំមួយដែលតាក់ទងទៅនឹងមេដំបងពិបាកមើលថែអត់ចឹងណាបងប្អូនក៏មានបងប្អូនមួយចំនួនគាត់សួរខ្ញុំតាក់ទងនឹងមេដំបងហ្នឹងកូនរបស់វាហ្នឹងពិបាកមើលថែអត់ហ្នឹងហើយអញ្ចឹងខ្ញុំបានចេញវីដេអូមួយហ្នឹងដើម្បីបង្ហាញដល់បងប្រុសម្នាក់ហ្នឹងហើយប៉ុន្តែក៏មានបងប្រុសម្នាក់ទៀតគាត់បានចូលខមមិនថាអូននិយាយពិតជាត្រឹមត្រូវកូនមន់ដំបងវាគ្មានអីពិបាកមើលថែទេវាដូចតែគ្នាហ្នឹងពីព្រោះមន់ខ្ញុំកូនដំបងពង11ញាស់បាន10ហើយសុខភាពវាល្អទាំងអស់ឥឡូវជាង1ខែហើយសុខភាពវាធម្មតាដូចគេដូចឯងសំខាន់ណាស់យើងមើលថែទាំវានិងប្រើថ្នាំធម្មជាតិបានហើយមិនចាំបាច់ប្រើវ៉ាក់សាំងទេហ្នឹងហើយចំណុចខាងលើមកគឺខ្ញុំគ្រប់គ្រងនៅការបញ្ចេញមតិរបស់គាត់ហ្នឹងហើយក៏ប៉ុន្តែចំណុចដែលខ្ញុំបដិសេធដែលគាត់ផ្ដល់ជាមតិនោះគាត់ថាមិនបាច់ប្រើប្រាស់វ៉ាក់សាំងនោះគឺខ្ញុំសូមបដិសេធហ្នឹងបដិសេធគឺ 100% ហ្នឹងហើយសម្រាប់ចិញ្ចឹមមួយសបុកពីរសបុកគឺមិនបាច់ធ្វើវ៉ាក់សាំងក៏បានដែរធ្វើវ៉ាក់សាំងធម្មជាតិក៏បានដែរហ្នឹងហើយប៉ុន្តែបងត្រូវតែយល់ថាថ្នាំធម្មជាតិខ្លះវាមិនអាចប្រើត្រូវជាមួយនឹងជំងឺពពួក virus ហ្នឹងហើយថ្នាំធម្មជាតិខ្លះវាអាចប្រើបានតែពពួកបាក់តេរីនិងប៉ារ៉ាស៊ីតតែប៉ុណ្ណោះតែសម្រាប់ថ្នាំធម្មជាតិខ្លះវាមិនអាចប្រើត្រូវជាមួយនឹងពពួក virus ទេហ្នឹងហើយដូចជាញូកាសហើយនិងសន្នរោគនេះគឺមិនអាចប្រើត្រូវទេអញ្ចឹងចំណុចដែលគាត់ថាមិនបាច់ប្រើវ៉ាក់សាំងទេហ្នឹងអញ្ចឹងចំណុចត្រង់នេះខ្ញុំសូមបដិសេធជាដាច់ខាតតែម្ដងគឺខ្ញុំសូមជំនុំពរដល់បងប្អូនដែលគាត់ចិញ្ចឹមច្រើនគាត់ត្រូវតែធ្វើវ៉ាក់សាំងខ្ញុំបញ្ជាក់ប្រមាណវីដេអូហើយវ៉ាក់សាំងវាជួយបាន 50% វាផ្គួបផ្សំជាមួយនឹងការធ្វើអនាម័យ
ការថែទាំនិងបច្ចេកទេសគួបផ្សំគ្នាដើរជាមួយគ្នាទៅយើងជោគជ័យបើសិនដោយគាត់និយាយនោះមិនបាច់ធ្វើវ៉ាក់សាំងទេមន់ក៏ចាំបានដែរនោះគឺជាភាពអំនួតមួយហ្នឹងហើយអញ្ចឹងគង់តែបរាជ័យក្នុងថ្ងៃណាមួយទេព្រោះអីមន់ដែលអត់ធ្វើវ៉ាក់សាំងនេះខ្ញុំធ្លាប់ហើយការថែទាំនោះគឺខ្ញុំច្បាស់លាស់ហ្នឹងអញ្ចឹងគឺបរាជ័យនៅថ្ងៃណាមួយគ្រាន់តែយូរហើយនឹងឆាប់អញ្ចឹងតាំងពីលើមកខ្ញុំសូមគាំទ្រនៅមតិរបស់គាត់ប៉ុន្តែចំណុចចុងក្រោយដែលគាត់បានផ្ដល់មតិថាមិនបាច់ធ្វើវ៉ាក់សាំងនោះអញ្ចឹងខ្ញុំអត់គាំទ្រទេហ្នឹងហើយបងត្រូវតែដឹងថាសម័យឥឡូវនេះគឺវាមានអាកាសធាតុប្រែប្រួលលឿនរហ័សដូចឆាប់ថ្ងៃនេះបងគួរតែគិតថាក្តៅសុកស្រាប់តែកក់ខែហើយធ្លាក់ខ្យល់រងាអីណាផ្ដេសផ្ដាស់អញ្ចឹងបងប្អូនអញ្ចឹងហើយបានមន់នោះវាបត់បែនទៅតាមអាកាសធាតុអត់ទាន់ទេអញ្ចឹងធ្វើតាមគាត់នោះមិនបាច់ធ្វើវ៉ាក់សាំងនោះអញ្ចឹងប្រើតែថ្នាំធម្មជាតិតែមួយមុខនោះអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថ្នាំធម្មជាតិខ្លះវាប្រើអត់ត្រូវជាមួយនឹងជំងឺមួយចំនួនទេអញ្ចឹងទោះបីជាគាត់នោះច្បាស់លាស់ខាងថ្នាំធម្មជាតិប៉ុណ្ណាគង់ថ្ងៃណាមួយមន់នឹងងាប់នោះដែរព្រោះអីការចិញ្ចឹមបែបហ្នឹងគឺមន់គឺវាជាសត្វមួយដែលមានជីវិតដូចទាំងមនុស្សចឹងហ្នឹងហើយអញ្ចឹងវាអត់ខុសអីពីមនុស្សទេមនុស្សក៏ត្រូវការធ្វើវ៉ាក់សាំងដែរខ្ញុំលើកឧទាហរណ៍កាលពីប្រហែលឆ្នាំមុនគឺផ្ទុះ COVID-19 គឺគ្រប់ប្រទេសទាំងអស់គឺត្រូវតែធ្វើវ៉ាក់សាំង COVID-19 អញ្ចឹងសត្វក៏ត្រូវតែធ្វើវ៉ាក់សាំងដូចគ្នាហ្នឹងហើយព្រោះអីវ៉ាក់សាំងនេះវាជាប្រភេទអង្គទីកមួយជួយការពារទប់ទល់នឹងជំងឺបានឬក៏អាកាសធាតុបានអញ្ចឹងហ្នឹងហើយអញ្ចឹងការផ្ដល់មតិរបស់គាត់ចំណុចត្រង់នេះខ្ញុំសូមបដិសេធមិនអាចទេសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមច្រើនអញ្ចឹងគាត់ត្រូវតែធ្វើវ៉ាក់សាំងដើម្បីជួយក្នុងការចិញ្ចឹមរបស់យើងនោះឲ្យបានយូរអង្វែងកុំចិញ្ចឹមបែបលក្ខណៈឆ្នាំ2ឆ្នាំហើយបរាជ័យដួលខ្ពកអញ្ចឹងត្រូវតែធ្វើវ៉ាក់សាំងទាំងអស់គ្នាហើយវាផ្ដោតជាមួយនឹងការថែទាំឲ្យបានដិតដល់ដោយគាត់លើកពីខាងលើមកអញ្ចឹងហ្នឹងហើយប៉ុន្តែសម្រាប់ថ្នាំធម្មជាតិក៏យើងនៅតែប្រើនៅពេលដែលវាមានជំងឺខ្លះដែលយើងគួរតែប្រើហ្នឹងហើយអញ្ចឹងសម្រាប់ការបញ្ចេញមតិទី1ខ្ញុំឆ្លើយតបប៉ុណ្ណឹងហ្នឹងហើយឥឡូវយើងចូលដល់ការបញ្ចេញមតិរបស់គាត់ទី2ហ្នឹងហើយការបញ្ចេញមតិរបស់គាត់ទី2នេះរៀងវែងបន្តិចហើយហ្នឹងហើយគាត់បានបញ្ចេញមតិនៅក្នុងវីដេអូរបស់ខ្ញុំមួយដែលខ្ញុំបានបង្ហាញពីការប្រើប្រាស់ខ្ទឹមសហ្នឹងហើយការប្រើប្រាស់ខ្ទឹមសនោះខ្ញុំបាននិយាយថាខ្ទឹមសយើងគួរតែប្រើប្រាស់នៅខែណារដូវណាទៅល្អអញ្ចឹងហ្នឹងហើយគាត់ក៏បានចូលខមមិននៅខាងក្រោមវីដេអូនោះថាបើយើងចង់ចិញ្ចឹមមាន់ឲ្យបានលក់យើងត្រូវចំណាយពេលវេលាឲ្យបានច្រើនហើយស្គាល់ឱសថឲ្យបានច្បាស់លាស់យកមកប្រើប្រាស់យើងពិតជាបានជោគជ័យហ្នឹងហើយអាហ្នឹងសម្រាប់ការបញ្ចេញមតិរបស់គាត់នេះគឺខ្ញុំគាំទ្រ 100% ហើយឥឡូវយើងអានបន្តទៀតហើយមិនចាំបាច់ប្រើវ៉ាក់សាំងអីទេពីព្រោះសត្វមាន់និងមនុស្សវាមិនខុសគ្នាប៉ុន្មានឡើយហ្នឹងហើយចំណុចត្រង់នេះគឺខ្ញុំសូមបដិសេធទៀតទេបងណាហ្នឹងហើយគឺគាត់ថាឲ្យតែច្បាស់លាស់ជាមួយនឹងឱសថបុរាណហើយអញ្ចឹងមិនបាច់ធ្វើវ៉ាក់សាំងទេអញ្ចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងមានរោគខ្លះឬក៏ជំងឺខ្លះវាអត់ត្រូវជាមួយនឹងថ្នាំបុរាណរបស់បងហ្នឹងទេអញ្ចឹងយើងត្រូវតែធ្វើវ៉ាក់សាំងអញ្ចឹងចំណុចត្រង់នេះខ្ញុំត្រូវតែបដិសេធគាត់ហ្នឹងណាទោះបីគាត់នោះច្បាស់ខាងឱសថបុរាណប៉ុណ្ណាក៏ដោយក៏នៅតែបដិសេធដែរក្នុងការធ្វើវ៉ាក់សាំងនេះហើយខ្ញុំនិយាយអញ្ចឹងមិនមែនខ្ញុំប្រម៉ូតឲ្យវ៉ាក់សាំងអីទេខ្ញុំជាអ្នកប្រើប្រាស់ដូចគ្នាទេប៉ុន្តែចង់ឲ្យបងប្អូនមួយចំនួនគាត់ពិចារណាហើយយកទៅធ្វើទៅឲ្យបានទទួលជោគជ័យទាំងអស់គ្នាព្រោះខ្ញុំធ្លាប់បរាជ័យនៅការអត់ធ្វើវ៉ាក់សាំងហើយប្រើតែថ្នាំបុរាណនេះគឺអត់ត្រូវទេបងប្អូនណាមានដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺមានជំងឺឬក៏រោគមួយចំនួនវាអត់ត្រូវនឹងថ្នាំធម្មជាតិនេះទេហើយវាស្របជាមួយនឹងអាកាសធាតុសម័យឥឡូវនេះវាប្រែប្រួលតែផ្ដេសតែផ្ដាស់ទៀតអញ្ចឹងទៅប្រើមិនត្រូវបងប្អូនថ្នាំធម្មជាតិអញ្ចឹងយើងត្រូវតែធ្វើវ៉ាក់សាំងដើម្បីបង្កើតប្រព័ន្ធអង្គទីកដើម្បីជួយការពារទប់ទល់នឹងជំងឺមួយចំនួនដែលវាប្រើថ្នាំធម្មជាតិនេះជួយមិនបានអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងយើងអានបន្តទៀតហ្នឹងហើយគាត់ថាចំណែកកូនមន់ខ្ញុំនៅរដូវណាក៏មិនចេះងាប់
ឡើយពីព្រោះយើងចេះថែទាំវាឲ្យបានត្រឹមត្រូវបើស្ដាប់ការសរសេររបស់គាត់ដូចថាគាត់មានអំនួតបន្តិចហើយដែលគាត់ថាចិញ្ចឹមមាន់មិនចេះងាប់ខ្ញុំអត់ជឿទេបងណាហ្នឹងហើយនៅត្រង់ចំណុចមួយនេះសត្វមាន់គឺជាសត្វដែលមានជីវិតដូចតែមនុស្សចឹងអញ្ចឹងវាមានកើតវាមានស្លាប់វាមានងាត់មានឈឺមានជាអញ្ចឹងហ្នឹងហើយអញ្ចឹងឲ្យមិនឈឺដាច់អលង្ការនោះគឺអត់ជឿទេបងណាហ្នឹងហើយត្រូវតែឈឺខ្លះហើយហ្នឹងហើយគាត់ថាអត់ឈឺទេហ្នឹងហើយអត់មានងាប់ទេមិនដឹងគាត់ចិញ្ចឹមប្រមាណពាន់ប្រមាណ100ទេហ្នឹងហើយមិនតង់នេះគឺសុំបដិសេធទៀតហើយហ្នឹងហើយព្រោះអីសត្វមានជីវិតវាអត់ខុសពីមនុស្សទេអញ្ចឹងវាមានឈឺហ្នឹងហើយមនុស្សមានឈឺទៅចូលពេទ្យអញ្ចឹងមាន់ឈឺទៅតែប្រើប្រាស់ថ្នាំខ្លះហើយថ្នាំនោះគឺប្រើថ្នាំធម្មជាតិខ្លះសម្រាប់ការពារបើឲ្យព្យាបាលជំងឺមួយចំនួនកើតចេញពីពពួកវ៉ៃរុសនោះគឺអត់កើតទេអត់ព្យាបាលកើតទេអញ្ចឹងយើងតម្រូវឲ្យយើងធ្វើនៅវ៉ាក់សាំងការពារវាហ្នឹងណាបងប្អូនដើម្បីការពារនៅជំងឺមួយចំនួនដែលយើងមិនមានថ្នាំធម្មជាតិឬក៏ថ្នាំវិទ្យាសាស្ត្រណាព្យាបាលវាបានអញ្ចឹងត្រូវតែធ្វើវ៉ាក់សាំងអញ្ចឹងគាត់បាននិយាយទៀតថាពីព្រោះយើងចេះថែទាំវាឲ្យបានត្រឹមត្រូវស្គាល់ពីឱសថដែលយកមកប្រើឲ្យបានច្បាស់លាស់ខ្ញុំមិនដែលប្រើវ៉ាក់សាំងម្ដងណាឡើយហ្នឹងហើយចំណុចត្រង់នេះគឺគាត់មានបច្ចេកទេសខ្លាំងថ្នាំបុរាណយ៉ាងណាគឺខ្ញុំអត់ដឹងទេប៉ុន្តែទោះបីជាយ៉ាងណាក៏ខ្ញុំអត់ជឿដែរតែគាត់ចិញ្ចឹមមាន់នោះមិនចេះងាប់មិនចេះឈឺនោះគឺអត់ជឿទាល់តែសោះហ្នឹងហើយចិញ្ចឹមមួយសបុកពីរសបុកប្រហែលជាអាចប៉ុន្តែចូលរាប់រយរាប់ពាន់ដោយកន្លែងខ្ញុំអីរាប់រយហើយវាមានខ្លះហ្នឹងហើយវាមានខ្លះដូចថា100 2 3ក្បាល4 5ក្បាលហ្នឹងឯងហ្នឹងហើយអញ្ចឹងដល់គាត់ថាអត់ងាប់សោះនោះគឺអត់ជឿតែម្ដងសម្រាប់ខ្ញុំហ្នឹងហើយគាត់ថាអត់ធ្វើវ៉ាក់សាំងទេធ្វើតែវ៉ាក់សាំងបុរាណទេដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាថ្នាំបុរាណវាជួយបានតែជំងឺមួយចំនួនទេជំងឺមួយចំនួនទៀតដែលកើតចេញពីពពួកវ៉ៃរុសគឺជួយអត់បានទេខ្ញុំបញ្ជាក់ដែលបងប្អូនថាខ្ញុំសាមក៏សាមចុះហ្នឹងហើយព្រោះឲ្យគាត់ដូចថាមានអំនួតហ្នឹងហើយអំនួតនេះគាត់មិនយូរទេហ្នឹងហើយមិនយូរមិនឆាប់ទេអំនួតបែបហ្នឹងគឺគង់តែបរាជ័យទេហ្នឹងហើយបើសិនជាគាត់នោះចិញ្ចឹមរាប់រយរាប់ពាន់ហ្នឹងហើយគាត់បានបន្តទៀតថាមាន់ធំក៏មិនចេះងាប់ដែរឲ្យតែយើងច្បាស់លាស់ពីឱសថបុរាណដែលយកមកប្រើប្រាស់ហ្នឹងហើយគាត់នៅតែប្រកាសច្បាស់លើឱសថបុរាណតែម្ដងហ្នឹងហើយប៉ុន្តែគាត់អត់ស្គាល់ច្បាស់នៅជំងឺមួយចំនួនទេហ្នឹងហើយគាត់គិតតែពីថ្នាំបុរាណសម្រាប់ព្យាបាលសម្រាប់ការពារមាន់របស់គាត់ប៉ុន្តែគាត់អត់ស្គាល់នៅគាត់អត់បញ្ជាក់នៅតែជំងឺស្អីឲ្យច្បាស់ទេអញ្ចឹងខ្ញុំគិតថាគាត់មានអំនួតក្នុងការចិញ្ចឹមសត្វហ្នឹងហើយមានអំនួតហើយគាត់គិតថាប្រើថ្នាំបុរាណគឺជោគជ័យ 100% ខ្ញុំអត់ឆ្លើយតបឲ្យទៀតទេគ្រាន់តែបញ្ជាក់ថាមានចំណុចខ្លះខ្ញុំយល់ស្របមានចំណុចខ្លះខ្ញុំមិនយល់ស្របដោយសារតែគាត់មានអំនួតហ្នឹងក្នុងការចិញ្ចឹមសត្វព្រោះអីសត្វមានជីវិតដូចតែមនុស្សដែរហើយគាត់បានបញ្ជាក់នៅក្នុង comment របស់គាត់ដែរគាត់ថាសត្វមិនខុសអីពីមនុស្សហ្នឹងហើយចំណុចត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចសត្វមិនខុសអីពីមនុស្សអញ្ចឹងមនុស្សត្រូវធ្វើវ៉ាក់សាំងខ្លះឧទាហរណ៍ប្រមាណឆ្នាំមុនគឺមិនត្រូវធ្វើវ៉ាក់សាំងបងប្អូនហ្នឹងហើយវ៉ាក់សាំងអីគឺវ៉ាក់សាំង COVID-19 មិនផ្អើលទូទាំងពិភពលោកអញ្ចឹងមិនធ្វើវ៉ាក់សាំងការពារដើម្បីកុំឲ្យមានជំងឺនឹងវាចូលមកទៀតដើម្បីបង្កើតនៅអង្គារដើម្បីជួយការពារអាចជំងឺ COVID-19 ហ្នឹងហើយអញ្ចឹងមាន់ដូចគ្នាដែរយើងធ្វើវ៉ាក់សាំងដើម្បីការពារដើម្បីបង្កើតនៅអង្គារដើម្បីការពារទប់ទល់នឹងជំងឺឬក៏ទប់ទល់នឹងអាកាសធាតុប្រែប្រួលព្រោះអីសម័យឥឡូវនេះគឺមានអាកាសធាតុប្រែប្រួលរហ័សណាស់ដូចសប្តាហ៍ថ្ងៃនេះហ្នឹងហើយសប្តាហ៍ថ្ងៃនេះគឺក្តៅសុកស្រាប់តែធ្លាក់ភ្លៀងមករ៉ាវនេះហ្នឹងហើយបន្តិចទៀតខ្ញុំឲ្យបងប្អូនមើលឲ្យពីសកម្មភាពរបស់ខ្ញុំដែលអាកាសធាតុប្រែប្រួលអញ្ចឹងខ្ញុំប្រើនៅឱសថបុរាណខ្លះគឺឱសថបុរាណរបស់យើងគឺដើម្បីការពារបានតែជំងឺមួយចំនួនទេហ្នឹងហើយដូចជាជំងឺផ្ដាសាយជំងឺផ្លូវដង្ហើមអីតិចតួចគឺអាចព្យាបាលបានអាចការពារបានប៉ុន្តែក្នុងវីដេអូនេះខ្ញុំបង្ហាញពីខ្ទឹមសព្រោះអីអាកាសធាតុរៀងប្រែប្រួលហើយហ្នឹងហើយដូចធ្លាក់ភ្លៀងមកឃើញសកម្មភាពនៅក្នុងវីដេអូនេះក៏ដឹងហើយបងប្អូនហ្នឹងហើយខ្ញុំដាក់ខ្ទឹមសឲ្យផឹកហ្នឹងហើយព្រោះអីមេឃកំពុងតែភ្លៀងប៉ុន្តែប្រហែលថ្ងៃមុនគឺវាក្តៅខ្លាំងណាស់បងប្អូនហើយក្តៅខ្លាំងណាស់ហើយមាន់
ហាមាត់មហបហើយប៉ុន្តែស្រាប់តែមេឃទុំធ្លាក់ភ្លៀង2ថ្ងៃជាប់គ្នាហ្នឹងហើយអញ្ចឹងអាកាសធាតុប្រែប្រួលបែបនេះទៅខ្ញុំប្រើប្រាស់ថ្នាំឱសថបុរាណហើយក៏ខ្ញុំអត់ចោលដែរនៅឱសថបែបវិទ្យាសាស្ត្រហើយនឹងវ៉ាក់សាំងខ្ញុំត្រូវតែធ្វើខ្ញុំអត់ចោលទេហ្នឹងហើយព្រោះអីខ្ញុំជោគជ័យដោយសារតែវ៉ាក់សាំងពួកខ្ញុំបរាជ័យដោយមិនធ្វើវ៉ាក់សាំងព្រោះអីថ្នាំធម្មជាតិក៏ខ្ញុំដឹងខ្លះៗដែរព្រោះអីខ្ញុំប្រើទៅគឺវាមិនត្រូវនឹងជំងឺមួយចំនួនខ្ញុំបញ្ជាក់ដែរអញ្ចឹងហ្នឹងហើយអញ្ចឹងសម្រាប់ការឆ្លើយតបខមមិនរបស់គាត់គឺមានតែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងយើងចូលដល់ពីសកម្មភាពរបស់យើងដែលខ្ញុំដាក់ទឹកខ្ទឹមសអប់មាន់ផឹកសម្រាប់ការពារជំងឺផ្ដាសាយជំងឺផ្លូវដង្ហើមវាមិនអាចការពារនៅជំងឺញូកាសអាសន្នរោគអីបានទេឬក៏ជំងឺកុកស៊ីដូស៊ីសឬក៏ជំងឺអុតអីបានទេអ្នកបងប្អូនណាហ្នឹងហើយសូមបញ្ជាក់ឲ្យបានច្បាស់នៅត្រង់ចំណុចត្រង់នេះព្រោះអីខ្ទឹមសនេះវាអាចជួយតែជំងឺផ្លូវដង្ហើមជំងឺផ្លូវដង្ហើមមានអីខ្លះដាស់សាយហ្នឹងហើយហៀសម្បោក៏ដាស់អីចឹងណាបងប្អូនហ្នឹងហើយលាក់នឹងលាក់មានច្រើនទៀតហ្នឹងហើយនិយាយមកទៅគឺជំងឺផ្លូវដង្ហើមបងប្អូនដឹងហើយមនុស្សយើងក៏មានជំងឺផ្លូវដង្ហើមដែរចឹងហើយខ្ទឹមសនេះវាអាចជួយការពារបានឬក៏ព្យាបាលបានហ្នឹងហើយប៉ុន្តែសម្រាប់ខ្ទឹមសនេះព្យាបាលតើតែប្រើពេលវេលាបន្តិចមិនមែនព្យាបាល3 4 5ថ្ងៃជាដូចឱសថវិទ្យាសាស្ត្រទេអញ្ចឹងតើតែព្យាយាមអត់ធ្មត់ហ្នឹងហើយប៉ុន្តែសម្រាប់ការពារវាទុកជាមុននឹងបានកុំឲ្យវាកើតក៏ដូចពាក្យចាស់លោកពោលថាការពារប្រសើរព្យាបាលឲ្យចាំវាឈឺហើយយកថ្នាំមកព្យាបាលយកឱសថបុរាណមកព្យាបាល no អត់ជឿទេជំងឺខ្លះមន់ព្យាបាលចុះព្យាបាលឡើងឱសថបុរាណហ្នឹងងាប់តែម្ដងហ្នឹងហើយអញ្ចឹងគេប្រើសម្រាប់តែការពារទេសម្រាប់ឱសថបុរាណនេះហ្នឹងហើយអញ្ចឹងដូចសកម្មភាពខ្ញុំអញ្ចឹងខ្ញុំដាក់ខ្ទឹមសវាផឹកដើម្បីជួយការពារព្រោះអីមេឃទាំងភ្លៀងធ្លាក់2ថ្ងៃជាប់គ្នាហើយចុះត្រជាក់បងប្អូនហ្នឹងហើយក្តៅសុកចុះត្រជាក់ខ្លាំងតែម្ដងយប់ឡើងត្រជាក់ដល់ថ្នាក់តរភួយបងប្អូនហ្នឹងហើយអញ្ចឹងនៅស្រុកបងប្អូនខ្ញុំអត់ដឹងទេប៉ុន្តែស្រុកខ្ញុំនេះគឺឃើញ2ថ្ងៃហ្នឹងហើយ2ថ្ងៃត្រជាក់ហើយធ្លាក់ភ្លៀងកក់ខែអញ្ចឹងណាហើយចុះត្រជាក់ខ្លាំងប្រហែលជាមានព្យុះនៅក្រៅប្រទេសឬក៏យ៉ាងណាខ្ញុំអត់ដឹងទេហ្នឹងហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងនឹងចុងក្រោយមានអីទេមានតែជូនពរឲ្យបងប្អូនទាំងអស់គ្នាអ្នកចិញ្ចឹមមាន់ត្រូវតែធ្វើវ៉ាក់សាំងទាំងអស់គ្នាដើម្បីការពារនៅមាន់ចិញ្ចឹមរបស់យើងដើម្បីឲ្យចិញ្ចឹមបានយូរអង្វែងកុំឲ្យចិញ្ចឹមបាន1ឆ្នាំ2ឆ្នាំមកឈប់ចិញ្ចឹមគឺចិញ្ចឹមរហូត10 20ឆ្នាំអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងមានចំណុចខ្លះបើសិនជាខ្ញុំធ្វើការបកស្រាយឬក៏ឆ្លើយតបនៅខមមិនរបស់គាត់ទៅមានការលើសលួសពេលសម្ដីត្រង់បែបណាមួយសូមខន្តីអភ័យទោសដល់ខ្ញុំបាទផងហ្នឹងហើយអញ្ចឹងសូមបងប្អូនចូលមកថ្មីៗកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងផ្សេងៗទាក់ទងពីការចិញ្ចឹមមាន់ស្រែហើយនឹងអាចចុច Follow Page របស់ខ្ញុំបាទម្នាក់មួយផងហើយអញ្ចឹងមានអីទេមានតែ10សូមជម្រាបលាទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលចិត្តក្នុងការចិញ្ចឹមមាន់ស្រែ